តើសន្តិភាពពិភពលោកនឹងទៅជាយ៉ាងណាបើប្រទេសមួយមានអំណាចយោធាសពាវុធនិងសេដ្ឋកិច្ចធំអាចយកកម្លាំងទៅបំពេញលើប្រទេសទុនខ្សោយដោយគ្រាន់តែលើកអំណះអំណាងថាគឺដើម្បីសន្តិសុខឬគឺដើម្បីផលប្រយោជន៍ជាតិតើសន្តិភាពពិភពលោកដែលយើងជឿជាក់ថាផ្អែកលើច្បាប់និងយុត្តិធម៌នៅសេសសល់អ្វីខ្លះប្រធានបទនេះសំខាន់ព្រោះចំនួនសម័យថ្មីមិនមែនជារឿងឆ្ងាយឬជាប្រវត្តិសាស្ត្រទៀតទេវាកំពុងកើតឡើងពេលនេះប៉ះពាល់ដោយផ្ទាល់ដល់ប្រទេសតូចៗប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិលនិងបំផ្លាញស្ថិរភាពតំបន់អ្វីដែលកើតឡើងលើប្រទេសមួយនៅថ្ងៃនេះអាចក្លាយជាគំរូសម្រាប់ការបំពេញលើប្រទេសផ្សេងនៅថ្ងៃស្អែកនៅក្នុងវីដេអូនេះយើងនឹងវិភាគថាហេតុអ្វីប្រទេសមហាអំណាចធំតែងប្រើពាក្យសន្តិសុខនិងផលប្រយោជន៍ជាតិមកធ្វើជាលេសសម្រាប់សកម្មភាពយោធានិងសម្ពាធនយោបាយតើហេតុអ្វីបានជាប្រទេសទុនខ្សោយជាញឹកញយគ្មានជំរឿសក្រៅពីការទទួលរងផលប៉ះពាល់និងអ្វីដែលចំនួនទាំងនេះកំពុងប្រាប់យើងអំពីសន្តិភាពពិភពលោកសប្តាហ៍ថ្ងៃដែលអំណាចនៅតែអាចធំជាងច្បាប់ក្រោយសង្គ្រាមត្រជាក់បញ្ចប់នៅដើមទសវត្សរ៍ឆ្នាំ1990ពិភពលោកត្រូវបានសន្មតថាបានចូលទៅកាន់យុគសម័យថ្មីមួយដែលចំនួនរវាងប្រទេសនិងប្រទេសគួរតែដោះស្រាយតាមច្បាប់អន្តរជាតិមិនមែនតាមកម្លាំងយោធាទេគោលការណ៍នេះដូចជាការគោរពអធិបតេយ្យភាពរដ្ឋការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនិងការដោះស្រាយចំនួនដោយសន្តិវិធីត្រូវបានដាក់ជាមូលដ្ឋាននៃសន្តិភាពពិភពលោកថ្មីហើយស្ថាប័នអន្តរជាតិត្រូវបានរំពឹងថានឹងជាអ្នកទប់ស្កាត់ការប្រើកម្លាំងជាឯកតោភាគីប៉ុន្តែក្នុងការអនុវត្តជាក់ស្ដែងសន្តិភាពនេះមិនបានការពារប្រទេសទុនខ្សោយដោយដែលគេរំពឹងទុកឡើយប្រទេសដែលមានអំណាចយោធាសពាវុធទំនើបនិងសេដ្ឋកិច្ចធំនៅតែអាចប្រើអំណាចរបស់ខ្លួនដើម្បីធ្វើសកម្មភាពយោធាឬដាក់សម្ពាធនយោបាយលើប្រទេសតូចៗដោយលើកអំណះអំណាងថាកំពុងការពារសន្តិសុខជាតិឬស្ថិរភាពតំបន់អំណះអំណាងទាំងនេះបានធ្វើឲ្យការបំពេញមើលទៅសមហេតុសមផលនៅលើឆាកអន្តរជាតិទោះបីជាវាមានផលប៉ះពាល់ដល់អធិបតេយ្យភាពរដ្ឋនិងជីវិតប្រជាជនស៊ីវិលក៏ដោយចំនួនថ្មីនេះបានបង្ហាញយ៉ាងច្បាស់ថាច្បាប់អន្តរជាតិមិនត្រូវបានអនុវត្តស្មើគ្នាសម្រាប់គ្រប់ប្រទេសទេប្រទេសខ្លាំងអាចបត់បែនឬមើលរំលងច្បាប់ខណៈប្រទេសទុនខ្សោយត្រូវគោរពយ៉ាងតឹងរ៉ឹងនេះជាមូលហេតុដែលធ្វើឲ្យមានសំណួរធំមួយកើតឡើងតើសន្តិភាពពិភពលោកសពថ្ងៃផ្អែកលើច្បាប់និងយុត្តិធម៌ពិតប្រាកដឬកំពុងផ្អែកលើអំណាចនិងផលប្រយោជន៍របស់អ្នកខ្លាំងដើម្បីឆ្លើយសំណួរទាំងនេះយើងត្រូវមើលទៅកាន់ចំនួនជាក់ស្ដែងដែលកំពុងកើតមាននៅពេលនេះពីប្រតិបត្តិការរបស់អាមេរិកលើអ៊ីរ៉ង់សម្ពាធលើវេណេស៊ុយអេឡារហូតដល់ចំនួនព្រំដែនដែលថៃប្រើកម្លាំងយោធាលើកម្ពុជាចំនួនទាំងនេះមិនមែនជាករណីដាច់ដោយឡែកទេប៉ុន្តែជាផ្នែកមួយនៃលំនាំនយោបាយអំណាចដែលកំពុងកំណត់ទិសដៅសន្តិភាពពិភពលោកនៅពេលសប្តាហ៍ថ្ងៃនេះក្នុងរយៈពេលជាច្រើនឆ្នាំមកនេះសហរដ្ឋអាមេរិកបានប្រើទាំងកម្លាំងយោធានិងសម្ពាធសេដ្ឋកិច្ចដ៏តឹងរ៉ឹងលើអ៊ីរ៉ង់ដោយលើកអំណះអំណាងថាកំពុងទប់ស្កាត់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនិងការពារសន្តិសុខតំបន់មជ្ឈិមបូព៌ាតាមទស្សនៈរបស់អាមេរិកអ៊ីរ៉ង់ត្រូវបានចាត់ទុកថាជាប្រភពគំរាមកំហែងដោយសារកម្មវិធីអាវុធនុយក្លេអ៊ែរនិងការគាំទ្រក្រុមប្រដាប់អាវុធនៅតំបន់ដែលអាចប៉ះពាល់ដល់សម្ព័ន្ធមិត្តដូចជាអ៊ីស្រាអែលនិងប្រទេសអារ៉ាប់ខ្លះៗអំណះអំណាងនេះមានអ្នកគាំទ្រមួយផ្នែកដែលជឿថាការចូលមកទប់ស្កាត់មុនគឺជាវិធីសាស្ត្រការពារសង្គ្រាមធំនៅពេលអនាគតប៉ុន្តែក្នុងផ្នែកវិភាគវិញសកម្មភាពទាំងនេះមិនត្រូវបានអនុញ្ញាតយ៉ាងច្បាស់ពីអង្គការសហប្រជាជាតិឡើយហើយការវាយប្រហារឬការដាក់ទណ្ឌកម្មឯកតោភាគីបានបង្កហានិភ័យឲ្យចំនួនតូចៗ
ក្លាយជាសង្គ្រាមទូលំទូលាយក្នុងតំបន់មួយដែលមានភាពងាយផ្ទុះរួចជាស្រេចលើសពីនេះទណ្ឌកម្មសេដ្ឋកិច្ចសម្ពាធយោធាមិនបានប៉ះពាល់ត្រឹមរដ្ឋាភិបាលអ៊ីរ៉ង់ទេប៉ុន្តែប៉ះពាល់ដោយផ្ទាល់ដល់ប្រជាជនស៊ីវិលការរស់នៅសុខភាពនិងសេដ្ឋកិច្ចប្រចាំថ្ងៃនេះបង្ហាញថាពាក្យសន្តិសុខคล้ายជាគ្រឿងអាវុធនយោបាយដែលធ្វើឲ្យការបំពានមើលទៅសមហេតុសមផលទោះបីជាលទ្ធផលពិតប្រាកដគឺទុក្ខវេទនារបស់ប្រជាជនសាមញ្ញក៏ដោយករណីវេណេស៊ុយឡាបានបង្ហាញទម្រង់ខុសគ្នាពីសង្គ្រាមយោធាផ្ទាល់ប៉ុន្តែឥទ្ធិពលបំផ្លាញមិនចាញ់គ្នាទេប្រទេសនេះបានរងសម្ពាធយ៉ាងខ្លាំងពីអាមេរិកនិងសម្ព័ន្ធមិត្តតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចសម្ពាធនយោបាយដោយលើកអំណះអំណាងថាកំពុងការពារប្រជាធិបតេយ្យសិទ្ធិមនុស្សនិងការប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងមួយផ្នែកអំណះអំណាងនេះមិនមែនគ្មានមូលដ្ឋានទេព្រោះវេណេស៊ុយឡាពិតជាមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបញ្ហាអំណាចនយោបាយនិងការរិះគន់ពីស្ថានភាពប្រជាធិបតេយ្យប៉ុន្តែកម្រិតកំណត់ដ៏ធំគឺវិធីសាស្ត្រដែលអំណាចក្រៅប្រទេសបានប្រើទណ្ឌកម្មសេដ្ឋកិច្ចបានធ្វើឲ្យប្រជាជនស៊ីវិលខ្វះអាហារឱសថនិងសេវាសង្គមជាមូលដ្ឋានខណៈអ្នកកាន់អំណាចមិនចាំបាច់រងផលប៉ះពាល់ដូចគ្នានោះទេស្ថានភាពនេះបង្កើតជាសំណួរមួយថាតើការបង្ខំឲ្យបដូរអំណាចពីក្រៅឬប្រើឈ្មោះប្រជាធិបតេយ្យអាចចាត់ទុកថាជាការគោរពអធិបតេយ្យភាពរដ្ឋបានដែរឬទេនៅទីបញ្ចប់ប្រទេសតូចនិងប្រជាជនក្លាយជាអ្នកបង់ថ្លៃនៃល្បែងនយោបាយអំណាចដែលកើតឡើងនៅលើឆាកអន្តរជាតិនេះធ្វើឲ្យប្រជាធិបតេយ្យមើលទៅដូចជាឧបករណ៍នយោបាយសហរដ្ឋអាមេរិកបានធ្វើសកម្មភាពមានលក្ខណៈធ្ងន់ធ្ងរនិងបង្កជាសំណួរពីភាពស្របច្បាប់យ៉ាងខ្លាំងចំពោះវេណេស៊ុយឡានិងប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូអាមេរិកបានចោទប្រកាន់ម៉ាឌូរ៉ូនិងមន្ត្រីជាន់ខ្ពស់មួយចំនួនពីបទពាក់ព័ន្ធនឹងគ្រឿងញៀននិងអំពើឧក្រិដ្ឋកម្មអន្តរជាតិដោយប្រកាសរង្វាន់សម្រាប់ការនាំខ្លួនមកកាត់ទោសក្នុងភាសានយោបាយអន្តរជាតិវាមានន័យថាអាមេរិកកំពុងចាត់ទុកប្រមុខរដ្ឋបរទេសមួយជាជនល្មើសក្រៅប្រទេសខ្លួនមានសំណួរសំខាន់មួយតើអាមេរិកមានសិទ្ធិស្របច្បាប់អន្តរជាតិធ្វើបែបនេះឬទេតាមច្បាប់អន្តរជាតិប្រមុខរដ្ឋដែលកំពុងកាន់អំណាចមានអភិឯកសិទ្ធិហើយមិនអាចត្រូវបានចាប់ខ្លួនឬកាត់ទោសដោយតុលាការរដ្ឋផ្សេងទៀតដោយឯកតោភាគីឡើយលើពីនេះការប៉ុនប៉ងបដូរអំណាចពីខាងក្រៅឬការគ្រប់គ្រងកម្លាំងប្រដាប់អាវុធឯកជនការបំពានដោយផ្ទាល់លើគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរដ្ឋដែលជាស្នូលនៃសណ្ដាប់ធ្នាប់អន្តរជាតិអ្នកគ្រប់គ្រងអាមេរិកអះអាងថាម៉ាឌូរ៉ូមិនមែនជាប្រមុខរដ្ឋស្របច្បាប់ទេដោយសារការបោះឆ្នោតត្រូវបានចោទថាមិនសេរីនិងមិនយុត្តិធម៌ប៉ុន្តែបញ្ហាច្បាប់អន្តរជាតិមិនអនុញ្ញាតឲ្យរដ្ឋមួយសម្រេចដោយខ្លួនឯងថាអ្នកណាជារដ្ឋាភិបាលស្របច្បាប់ហើយប្រើកម្លាំងឬសម្ពាធដើម្បីផ្ដួលរំលំរដ្ឋាភិបាលនោះទេករណីវេណេស៊ុយឡាបង្ហាញថាប្រជាធិបតេយ្យនិងច្បាប់អាចត្រូវបានប្រើជាឧបករណ៍នយោបាយដើម្បីបង្កើនសម្ពាធលើប្រទេសទន្ខ្សោយជាជាងគោលការណ៍សកលសុខសាន្តបើមើលមកតំបន់អាស៊ីអាគ្នេយ៍វិញចំនួនរវាងថៃនិងកម្ពុជាបានបង្ហាញច្បាស់ថាសណ្ដាប់ធ្នាប់អន្តរជាតិអាចទន់ខ្សោយមិនត្រឹមតែក្នុងកម្រិតមហាអំណាចនោះទេប៉ុន្តែនៅកម្រិតអំណាចតំបន់ផងដែរចំនួនព្រំដែនជាពិសេសជុំវិញតំបន់ប្រាសាទនិងខ្សែបន្ទាត់ប្រវត្តិសាស្ត្រត្រូវបានថៃលើកជាអំណះអំណាងថាជាបញ្ហាផែនទីនិងសន្តិសុខជាតិពីទស្សនៈថៃការបញ្ជូនកងទ័ពនិងការប្រើកម្លាំងត្រូវបានពិពណ៌នាថាជាការការពារទឹកដីប៉ុន្តែតាមច្បាប់អន្តរជាតិការប្រើកម្លាំងយោធាដើម្បីដោះស្រាយជម្លោះព្រំដែនគឺផ្ទុយនឹងគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធីផលប៉ះពាល់ពិតប្រាកដមិនមែនជាបញ្ហានយោបាយជាន់ខ្ពស់ទេប៉ុន្តែជាជីវិតប្រជាជននៅតាមតំបន់ព្រំដែនដែលត្រូវរត់គេចការខូចខាតផ្ទះសម្បែងនិងការបាត់បង់អារម្មណ៍សុវត្ថិភាពអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺកម្ពុជាជាប្រទេសតូចមិនមានជំរើសច្រើនក្រៅពីការប្រើយន្តការអន្តរជាតិនិងការអំពាវនាវទៅសហគមន៍អន្តរជាតិប៉ុន្តែយន្តការទាំងនេះជាញឹកញយដំណើរការយឺត
នឹងមិនអាចទប់ស្កាត់ការប្រើកម្លាំងភ្លាមៗបានទេនេះបង្ហាញថានៅក្នុងការប្រឈមជាមួយអំណាចក្នុងតំបន់ប្រទេសតូចៗនៅតែស្ថិតក្នុងស្ថានភាពងាយរងគ្រោះទោះបីជាមានច្បាប់អន្តរជាតិជាខ្នងការពារក៏ដោយករណីស្រដៀងគ្នានេះដែរដូចជាការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនត្រូវបានរុស្ស៊ីលើកអំណះអំណាងថាជាការការពារសន្តិសុខនិងប្រជាជនរុស្ស៊ីការបង្កើនសកម្មភាពយោធារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងក៏លើកអំណះអំណាងប្រវត្តិសាស្ត្រដើម្បីបង្ខំឲ្យប្រទេសតូចៗជាច្រើនដូចគ្នាលំនាំទាំងនេះបង្ហាញថាពេលមហាអំណាចធំឬប្រទេសមានអំណាចក្នុងតំបន់ជួបប្រទេសទន់ខ្សោយច្បាប់អន្តរជាតិជាញឹកញាប់ត្រូវបានដាក់ជាលំដាប់ទី2ករណីវេណេស៊ុយអេឡានិងកម្ពុជាបង្ហាញថាសំណួរមិនមែនថាអ្នកណាត្រឹមត្រូវជាងតាមការអះអាងនយោបាយទេប៉ុន្តែថាតើពិភពលោកអនុញ្ញាតឲ្យប្រទេសមានអំណាចបកស្រាយច្បាប់អន្តរជាតិតាមចំណង់ខ្លួនដល់កម្រិតណានៅពេលច្បាប់មិនអាចការពារអ្នកទន់ខ្សោយបានពិតប្រាកដនោះសន្តិភាពនៅពិភពលោកក៏ក្លាយជាល្បែងអំណាចជាជាងប្រព័ន្ធយុតិធធម៌បើសរុបអ្វីដែលយើងបានឃើញពីករណីអ៊ីរ៉ង់ វេណេស៊ុយអេឡានិងកម្ពុជានិងករណីផ្សេងៗទៀតដែលយើងបានលើកឡើងវាមិនមែនជាចំនួនដាច់ដោយឡែកនោះទេប៉ុន្តែវាជាលំនាំដ៏ដែលមួយក្នុងសន្តិភាពពិភពលោកសពថ្ងៃនៅគ្រប់ករណីប្រទេសដែលមានអំណាចយោធាសេដ្ឋកិច្ចឬឥទ្ធិពលនយោបាយធំតែងលើកអំណាចដែលស្ដាប់ទៅសមហេតុសមផលដូចជាសន្តិសុខប្រជាធិបតេយ្យសិទ្ធិមនុស្សឬការការពារទឹកដីមកធ្វើជាមូលហេតុសម្រាប់សកម្មភាពយោធានិងសម្ពាធនយោបាយប៉ុន្តែនៅពីក្រោយពាក្យទាំងនេះការបំពានលើអធិបតេយ្យភាពរដ្ឋនិងការបំភ្លេចច្បាប់អន្តរជាតិនៅពេលវាមិនសមស្របនឹងផលប្រយោជន៍របស់អ្នកខ្លាំងអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺច្បាប់អន្តរជាតិមិនត្រូវបានអនុវត្តស្មើគ្នាសម្រាប់គ្រប់ប្រទេសឡើយករណីអ៊ីរ៉ង់សកម្មភាពជាឯកតោភាគីនិងទណ្ឌកម្មធ្ងន់ធ្ងរមិនបានការពារសន្តិភាពទេប៉ុន្តែបង្កហានិភ័យសង្គ្រាមនិងប៉ះពាល់ដល់ប្រជាជនស៊ីវិលក្នុងករណីវេណេស៊ុយអេឡាប្រជាធិបតេយ្យនិងច្បាប់ត្រូវបានប្រើជាឧបករណ៍នយោបាយដើម្បីបង្ខំឲ្យបដូរអំណាចពីក្រៅដោយប្រជាជនសាមញ្ញជាអ្នកទទួលរងផលប៉ះពាល់ធ្ងន់បំផុតខណៈករណីកម្ពុជាចំនួនព្រំដែនបង្ហាញថាសូម្បីតែនៅកម្រិតតំបន់ប្រទេសតូចៗក៏ជំរើសនៅមានកំណត់យ៉ាងខ្លាំងនៅពេលដែលប្រទេសជិតខាងមានអំណាចយោធាខ្លាំងជាងប្រើកម្លាំងយោធាជាឧបករណ៍នយោបាយដូច្នេះសំណួរពិតប្រាកដមិនមែនថាអំណាចទាំងនេះស្ដាប់ទៅសមហេតុសមផលប៉ុណ្ណាឬមានពាក្យស្អាតប៉ុណ្ណានោះទេប៉ុន្តែថាពិភពលោកកំពុងអនុញ្ញាតឲ្យអ្នកមានអំណាចបកស្រាយនិងជំនួសយុត្តិធម៌ដល់កម្រិតណានៅពេលដែលអ្នកខ្លាំងអាចជ្រើសរើសថាច្បាប់ណាត្រូវគោរពច្បាប់ណាត្រូវមើលរំលងបានសន្តិភាពពិភពលោកក៏មិនខុសពីល្បែងអំណាចមួយដែលអ្នកទន់ខ្សោយនិងប្រជាជនស៊ីវិលជាអ្នកបង់ថ្លៃហើយនៅចំណុចនេះសំណួរដែលគួរឲ្យយើងគិតនិងចង់ស្ដាប់មតិយោបល់ពីអ្នកមើលគឺតើសន្តិភាពពិភពលោកសប្តាហ៍ថ្ងៃពិតជាកំពុងការពារប្រទេសតូចនិងប្រជាជនសាមញ្ញឬក៏កំពុងការពារប្រទេសខ្លាំងនិងផលប្រយោជន៍របស់ពួកគេមុនគេបើថ្ងៃនេះច្បាប់មិនអាចការពារប្រទេសតូចបានតើថ្ងៃស្អែកអ្នកណានឹងក្លាយជាអ្នកបន្ទាប់សូមចែករំលែកមតិក្នុងប្រអប់ comment ហើយបើអ្នកចង់ឃើញការវិភាគជ្រាលជ្រៅបែបនេះបន្តទៀតកុំភ្លេចចុច follow និង subscribe